bách ban chị anh phải lòng luôn thôi chị à năng anh trong ban ấy anh trong ban ấy vì bữa kê ba mươi sao đi anh không một chuyện nào từ đây chỉ ngồi đây ba nào có thử anh đi mình trong cái sai chỉ ngồi đi anh không một trong chuyện nào từ đây chỉ ngồi anh đây của anh tất cả điệp cả anh chỉ ngồi về ban ba mình trong thế anh đừng cắt ảnh mua đồng nè miệng ná rùa ban xong ấy chị cứ say គឺរឿងហ្នឹងយើងគិតថាធម្មតាចប់ហើយប៉ុន្តែបន្តមកទៀតគឺយើងមានករណីគាត់ចាក់ដើរដោយសារតែនៅក្នុងពិធីបុណ្យសពហ្នឹងគឺក្នុងរយៈពេល3ថ្ងៃដែលការរៀបចំពិធីបុណ្យអ្នកស្លាប់បាន3ថ្ងៃហ្នឹងគឺស្រាប់តែមានការចូលរួមទៅលើស្ត្រីម្នាក់ដែលមានវត្តមានដែរដូចជាសាច់ញាតិអីចឹងទៅនៅក្នុងពិធីបុណ្យសពហ្នឹងហើយវិញ្ញាណហ្នឹងគឺបានអង្គថាគឺជាវិញ្ញាណជនរងគ្រោះដែលឈ្មោះជើងសំណាងដែលជាអ្នកជំនាញដែលបានស្លាប់នៅក្នុងក្លឹបដោយអគិភ័យហ្នឹងហើយបានសម្ដែងនៅអាការៈថប់ដង្ហើមក្តៅក្រហល់កាហាយស្ពឹកសពុនប្រមាថដល់ដង្ហើមវិញទៅធ្វើឲ្យប្រពន្ធធ្វើឲ្យឪពុកម្ដាយធ្វើឲ្យសាច់ញាតិក្រុមគ្រួសារដែលកំពុងនៅក្នុងពិធីបុណ្យសពហ្នឹងគឺយំអាណិតហើយនិយាយទៅគឺនាំគ្នាអាណិតតែម្ដងហើយគាត់ថាអូពិតជាជើងសំណាងហ្នឹងមែនដែលជាប្តីរបស់ខ្លួនដែលជាកូនរបស់ខ្លួនដែលជាបងឬជាប្អូនរបស់ខ្លួនចឹងទៅប៉ុន្តែនៅក្នុងហ្នឹងគឺបើនិយាយមែនតើគឺអ្នកដែលនៅក្នុងពិធីបុណ្យសពប្រាប់ថាលោកអាចារ្យហើយនិងអ្នកនៅស្មីរគឺមានអ្នកខ្លះគាត់ចេះផ្លាញ់ភ្លើងហ្នឹងជាមន្តអាគមអញ្ចឹងគាត់ថាវិញ្ញាណហ្នឹងគឺមិនមែនជាវិញ្ញាណរបស់ជនរងគ្រោះដែលស្លាប់ហ្នឹងទេប៉ុន្តែក្រុមគ្រួសារគេជឿអញ្ចឹងព្រោះថាមកនិយាយច្បាស់ពេកចឹងណាបន្តមកទៀតថ្ងៃបូជាសពនៅពេលយប់ហ្នឹងគឺវិញ្ញាណហ្នឹងគឺបានចូលទៅនឹងមនុស្សម្នាក់ទៀតហ្នឹងគឺមកអាងថាខ្លួនហ្នឹងគឺជាបរិសុទ្ធជនរងគ្រោះដដែលបាទហើយក៏មកយំសោកអីទៅគឺមកលាប្រពន្ធលាអីចឹងទៅបាទហើយក្រុមគ្រួសារហ្នឹងគឺជឿប៉ុន្តែដោយសារតែពេលហ្នឹងគឺអ្នកដែលគាត់ចេះខាងគ្រូខាងអាមុនអាគមហ្នឹងគឺគាត់ថាវិញ្ញាណហ្នឹងដាច់ខាតមិនមែនជាវិញ្ញាណរបស់ជើងសំណាងនោះទេបាទហើយក៏គាត់បានធ្វើពិធីអីទៅតវ៉ាជាមួយនឹងខាងវិញ្ញាណហ្នឹងដើម្បីឲ្យចេញហើយដើម្បីឲ្យសារភាពថាហេតុផលអីបានមកត្រូវបន្លំធ្វើជាវិញ្ញាណសពជនរងគ្រោះអញ្ចឹងបាទហើយនៅពេលដែលគេធ្វើពិធីអីចឹងទៅក៏វិញ្ញាណដែលចូលសន្ធិដ្ឋហ្នឹងក៏ដែលបន្លំធ្វើជនរងគ្រោះហ្នឹងគឺគាត់បានសារភាពមកថាគាត់ចេញចរិតគាត់លេងធ្វើជាជនរងគ្រោះទៀតហើយគាត់ចេញចរិតគាត់គឺគាត់ជាព្រាយបាទជាព្រាយដែលនិយាយទៅដែលរស់នៅក្នុងក្លឹបអេលីតដែលបានឆេះហ្នឹងហើយគាត់បានសារភាពថាមូលហេតុដែលគាត់បន្លំធ្វើវិញ្ញាណជនរងគ្រោះចូលសន្ធិដ្ឋហើយមកនិយាយជាមួយនឹងសមាជិកក្រុមគ្រួសារនៅក្នុងពិធីបុណ្យសពហ្នឹងគឺគាត់ហ្នឹងគឺចង់ធ្វើឲ្យសមាជិកក្រុមគ្រួសារប្រពន្ធឪពុកម្ដាយហ្នឹងស្ងប់ចិត្តថាអូវិញ្ញាណជនរងគ្រោះហ្នឹងគឺបានមកទទួលការធ្វើបុណ្យផនគ្រួសារហើយទៅចាប់ជាតិចាប់អីចឹងទៅបាទព្រោះថាគាត់បើគាត់ធ្វើអញ្ចឹងទៅគឺក្រុមគ្រួសារជនរងគ្រោះហ្នឹងអត់នឹកឃើញរឿងទៅធ្វើពិធីអញ្ជើញពិធីវិញ្ញាណជនរងគ្រោះហ្នឹងពីក្លឹបដែលបានឆេះនោះទេបាទហើយអញ្ចឹងគឺមូលហេតុគាត់ហ្នឹងគឺគាត់ចង់នៅជាមួយនឹងជនរងគ្រោះនៅក្នុងក្លឹបហ្នឹងឲ្យជនរងគ្រោះហ្នឹងវិញ្ញាណជនរងគ្រោះគឺនៅក្នុងក្លឹបហ្នឹងយាមក្លឹបហ្នឹងជាមួយគាត់ពីព្រោះគាត់ហ្នឹងគឺលងស្រឡាញ់ជនរងគ្រោះហ្នឹងយូរមកហើយបាទយូរមកហើយអញ្ចឹងគឺគាត់អាចថាឲ្យប្រឡងជនរងគ្រោះចេញមកបានទេគាត់ចង់រួមរស់ជាមួយនឹងជនរងគ្រោះអញ្ចឹងហើយដល់ពេលស្ដាប់ឮអញ្ចឹងទៅគឺលោកគ្រូដែលគាត់បកកែមុនអាគមគាត់ចេះសមាធិហ្នឹងគាត់ក៏សមាធិទៅមើលនៅក្នុងក្លឹបហ្នឹងហើយមែនពីព្រោះថាវាបានតែ3 4ថ្ងៃហ្នឹងយើងធម្មតាយើងដឹងថាខ្មោចស្លាប់ទៅដល់7ថ្ងៃបើនៅខ្លួនស្លាប់ដល់ពេលដែលគាត់សមាធិចូលទៅក្នុងក្លឹបហ្នឹងគឺចង់ឲ្យថាឃើញជនរងគ្រោះកំពុងតែច្រៀងនៅក្នុងក្លឹបហ្នឹងឡើយគាត់នៅខ្លួនឯងស្លាប់ទេប៉ុន្តែយំសុំមកផ្ទះសុំព្រៀងមកផ្ទះឲ្យមកហើយសូម្បីតែសន្តិសុខពីអ្នកដែលគាត់ស្លាប់ហ្នឹងក៏គាត់នៅយាមនៅក្លឹបហ្នឹងគាត់អត់ដឹងថាខ្លួនឯងស្លាប់ដែរបាទហើយអញ្ចឹងដល់ពេលដឹងរឿងអស់ព្រៀងនឹងសារភាពអស់អញ្ចឹងទៅគឺខាងឪពុកម្ដាយខាងប្រពន្ធជនរងគ្រោះហ្នឹងគាត់អាចខាតគឺគាត់ថាគាត់ត្រូវតែទៅអញ្ជើញប្រឡឹងប្តីគាត់ចេញពីខ្លួនឲ្យបានហើយយកមកធ្វើបុណ្យធ្វើទានដើម្បីចាប់ជាតិអីចឹងទៅប៉ុន្តែខាងព្រាននេះគឺគម្រាមតែម្ដងថាបើសិនជាហ៊ានតែទៅអញ្ជើញវិញ្ញាណនឹងប្រឡឹងរបស់ជនរងគ្រោះហ្នឹងចេញពីក្លឹបហ្នឹងគឺគាត់ហ្នឹងគឺគាត់នឹងសងសឹកទៅកាន់សមាជិកគ្រួសារផងជនរងគ្រោះអស់ជាពិសេសមនុស្សណាដែលជនរងគ្រោះស្រឡាញ់ហ្នឹងគឺគាត់នឹងធ្វើឲ្យបានសឹកទាំងអស់មកបាទហើយអញ្ចឹងដល់ពេលដែលព្រានគម្រាមអញ្ចឹងយើងក៏ចរចាគ្នាជាមួយព្រានថាតើនឹងធ្វើមិនដើម្បីសូមឲ្យដោះលែងវិញ្ញាណរបស់ជនរងគ្រោះហ្នឹងដើម្បីទៅចាប់ជាតិអីបានអីចឹងទៅអញ្ចឹងព្រានថាសូមឲ្យរៀបចំពិធីមង្គលការបំពេញបំណងគេពួកគេស្រឡាញ់ជនរងគ្រោះហ្នឹងយូរហើយបាទហើយអញ្ចឹងទៅក៏បើមនុស្សស្លាប់